មកអ្នកអស់គ្នាមកញ៉ាំពីរដូចក្លុកមួយខ្ញុំអស់គ្នាមកថ្ងៃហ្នឹងខ្ញុំធ្វើនៅផ្ទះខ្លួនឯងចឹងណាហើយពីរដូចហ្នឹងខ្ញុំអត់មានដើមខ្លួនឯងអីទេខ្ញុំទិញគេដែរហ្នឹងទិញគេពី3មកតែខ្ញុំធ្វើតែមួយចឹងព្រោះញ៉ាំតែឯងចឹងហើយដំបូងហ្នឹងយើងចិតស្បកវាឲ្យស្អាតមកយើងចិតឲ្យយើងពុះវាដោយរបៀបគេចិតលក់អីចឹងណាអ្នកនរគ្នាចិតមិនក៏បានដែរតែខ្ញុំចិតម៉ូតចឹងព្រោះឯកាលមុនខ្ញុំធ្លាប់លក់ពីងរីអីដែរចឹងខ្ញុំចុះចិតតែអញ្ចឹងហើយខ្ញុំចិតចឹងទៅដល់ហើយយើងចិតវាហើយយើងយកវាទៅត្រាំទឹកទុកវាមកស្ទុះទៅហើយយើងដាក់អំបិលវាផងឲ្យវាកាត់ជ័រកាត់អីចឹងណាហើយត្រាំហើយខ្ញុំបានយកវាមកដាក់ក្លុកហើយអំបិលហ្នឹងខ្ញុំអត់បានធ្វើទេគឺអំបិលខ្ញុំធ្វើទុកយូរឯងទុកតាំងពី3ថ្ងៃអីចឹងណាខ្ញុំខ្ជិលបុកទៀតចឹងទៅខ្ញុំយកវាមកក្លុកហ្មងទៅហើយអ្នកនរគ្នាមើលតំណងមែនតែនហ្មងអំបិលឡើងក្រហមដាក់មួយខ្ពីងរាជយើងមកគឺថាតំណងខ្លាំងមែនតែនបងប្អូនអើយហ្នឹងហើយបងប្អូនមើលខ្ញុំញ៉ាំទាំងអស់គ្នាហ្មងណាតោះបងអ្នកនរគ្នាមកញ៉ាំខ្ពីងរាជមកញ៉ាំតំណងខ្លាំងមែនតែនឆ្ងាញ់ណាស់អ្នកនរគ្នាអត់វាជូរវាផ្អែមឥឡូវយើងភ្លក់គ្រាប់វាម្ដងគ្រាប់វាជូរអត់ចឹងណាគ្រាប់វាក៏ផ្អែមដែរអត់ជូរឆ្ងាញ់